សូមគោរពជំរាបសួរប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលមានចំណងជើងថាសម្បត្តិអញ្ជើញទឹកភ្នែកសូមអញ្ជើញប្រិយមិត្តសន្តាប់ដូចតទៅមេតាខ្ញុំភ្ញាក់ម៉ងៗបន្ទាប់ពីត្រូវមួយកូនខ្នាយសម្រាប់លុបក្តារខៀននិងសំឡេងសើចរបស់មិត្តរួមថ្នាក់លោកគ្រូគណិតវិទ្យាសម្លឹងខ្ញុំមុខមាំឃើញគ្រប់គ្នាសើចច្រើនពេកខ្ញុំចង់យំម៉ោងរៀនមិនមែនម៉ោងដេកទេប្អូនចាស់ខ្ញុំសុំទោសលោកគ្រូគ្រវីក្បាលហើយងាកសរសេរលំហាត់បន្តទៀតខ្ញុំបន់ក្នុងចិត្តឲ្យនរណាម្នាក់ជួយបញ្ឈប់សំណើចមិត្តរួមថ្នាក់ហើយព្រះបានយល់ចិត្តទើបបណ្ដាលឲ្យអ្នកគ្រូនាយិកាដើរចូលថ្នាក់គាត់កាច់ហើយនរណាក៏ខ្លាចដែរអីចឹងគ្រាន់តែអ្នកគ្រូដើរចូលភ្លាមថ្នាក់ខ្ញុំស្ងាត់ដូចចោលលួចសេះថ្ងៃនេះពួកយើងមានមិត្តរួមថ្នាក់ថ្មីគ្រប់គ្នាជាពិសេសប្រុសប្រឹងសម្លឹងមើលសិស្សថ្មីដែលឈរជិតអ្នកគ្រូនាងស្អាតដូចទូរឿងវាមិនចម្លែកឡើយដែលគ្រប់គ្នាចាប់អារម្មណ៍ដនមុទិតាជាសិស្សផ្ទេរមកពីភ្នំពេញត្រចៀកទាំងពីររបស់ខ្ញុំមិនសូវស្ដាប់បានប៉ុន្មានទេព្រោះងងុយដេកអង្គុយស្ងាប់រហូតមិនដឹងជាអ្នកគ្រូនិយាយអ្វីខ្លះទេស្រាប់តែពេលគាត់ត្រឡប់ទៅវិញមុទិតាស្អីគេនោះដើរមករកខ្ញុំសូមអង្គុយដែរនាងនិយាយផងញញឹមផងខ្ញុំឡើងភាំងពេលដែលមានមនុស្សមកសូមអង្គុយជាមួយដូចចម្លែកព្រោះរាល់ដងខ្ញុំដូចអមនុស្សអីចឹងអង្គុយមកមុទិតាញញឹមអរគុណហើយអង្គុយចុះខ្ញុំចាប់អារម្មណ៍ថាខ្សែភ្នែកជាច្រើនកំពុងសម្លឹងមកប្រហែលជាច្រណែនដែលខ្ញុំមានស្រីស្អាតមកអង្គុយជិតទាំងដែលខ្ញុំជាស្រីរូបមិនស្អាតម្នាក់បាន20នាទីម៉ោងគណិតបានកន្លងផុតចេញលេងកន្លះម៉ោងខ្ញុំមិនទៅណាមិនមែនមិនចង់ចេញក្រៅថ្នាក់ទេតែវាងុយចង់ដេកក្នុងថ្នាក់បន្តទៀតភឹបខ្ញុំក្រាបភ្លាមស្រាប់តែមានចំហាយត្រជាក់ហាមកប៉ះថ្ពាល់ខ្ញុំប្អូនឈ្មោះអីសួរខ្ញុំងើបឡើងសួរម្នាក់ស្បែកសទើបនឹងផ្ទេរសាលាមកពីភ្នំពេញខ្ញុំឈ្មោះហៅតីហៅមេតាគឺមុទិតាញញឹមលើកទឹកត្រជាក់មកផឹកមនុស្សកំពុងគេងផងមកដាស់ដេកលេងលក់ហើយមុទិតាឈ្មោះនេះមិនសមមករំខានសោះអត់សុជីវធម៌មែនកុំសូវរាប់រកក្មេងសម្រាមពេកមុទិតាស្អាតអីចឹងមកលេងជាមួយពួកយើងមកឈុនមិត្តរួមថ្នាក់ឈរជ្រែងហៅប៉ៅនៅជិតក្តារខៀនញាក់ចិញ្ចាមដាក់ខ្ញុំនិងមុទិតាខ្ញុំសម្លក់គេតែមិនហ៊ានតវ៉ាព្រោះបើតវ៉ាលទ្ធផលមានតែចាញ់គេម៉េចក៏គ្រប់គ្នាធ្វើដូចអត់ពេញចិត្តមេតាអីចឹងខ្ញុំក្រាបលើទោសដាប់សំណួរមុទិតាតើខ្ញុំគួរប្រាប់មុទិតាបែបណាទៅប្រាប់ថាខ្ញុំជាក្មេងកំព្រារស់នៅជាមួយមីងជាថៅកែទិញអេចៃចឹងឬឲ្យចូលចិត្តយ៉ាងម៉េចបើម្នាក់នឹងរស់នៅជាមួយសម្រាមហើយជាក្មេងគ្មានម្ដាយឪពុកមករៀនដេកក្នុងថ្នាក់ទៀតមុទិតាសួរខ្ញុំឈុនអ្នកឆ្លើយម្ចាស់សំណួរមុខមមមើលឈុនចំណែកខ្ញុំមិនខ្វល់ទេទម្លាប់ហើយវាយ៉ាងម៉េចទៀតមុទិតាសួរបកទៅឈុនវិញទំនងជាគេមិនហ៊ានតមាត់ជាមួយស្រីស្អាតឈុនដើរទៅខាងក្រៅថ្នាក់ធ្វើប្រងើយក្នុងថ្នាក់ពេលនេះសល់តែខ្ញុំមុទិតាប្រធានថ្នាក់កំពុងអានមេរៀននិងមិត្តរួមថ្នាក់ស្រី2នាក់ទៀតកំពុងមើលចម្រៀងខ្ញុំក្មេងសម្រាមគ្មានម្ដាយឪពុកចង់បដូរទៅអត់នៅសល់តែមួយទៀតគ្មាននរណាអង្គុយទេមេតាគិតថាខ្ញុំជាមនុស្សដូចគេឈ្មោះឈុនក៏ខ្ញុំប្រាប់ព្រោះដឹងថាមុទិតាចង់សំដៅដល់ឈុនសុំធ្វើមិត្តផងបានទេចង់ធ្វើមិត្តជាមួយខ្ញុំសួរទាំងភ្ញាក់ផ្អើលនិងរំភើបតិចត្បិតមនុស្សស្រីគ្រប់គ្នាចាប់អារម្មណ៍បែរមកសុំខ្ញុំធ្វើជាមិត្តដំបូងនៅសាលាថ្មីនឹងហើយបើអាចរាប់អានជាមួយមនុស្សដូចខ្ញុំបានក៏រាប់ចុះមុទិតាញញឹមពព្រាយយល់អារម្មណ៍មួយនេះច្បាស់ពេលយើងបដូរសាលាហើយមានមនុស្សមករករកគឺរំភើបជាងត្រូវឆ្នោតទៀតមុទិតានោះមិនដឹងនិយាយអីទៀតទេបើខ្ញុំដេកលក់បាត់ហើយបានអីនឹងស្ដាប់ដល់ម៉ោងនាងដាស់ខ្ញុំហើយពួកយើងបន្តរៀនដល់ចប់ម៉ោងក៏ទៅផ្ទះភ្លាមសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះហៅតីអាយុ15 ឆ្នាំរៀនថ្នាក់ទី12ហេ
មិនចម្លែកទេណាដែលក្មេងអាយុ15ឆ្នាំរៀនថ្នាក់ទី12សម័យនេះមានច្រើនសឹងអីខ្ញុំគ្មានម្ដាយឪពុកទេហើយក៏មិនដឹងថាគាត់ជានរណាដែរខ្ញុំធំធាត់នៅកន្លែងចាក់សម្រាមជាមួយក្មេងៗកំព្រាដទៃទៀតអាយុ10ឆ្នាំថៅកែអេចាយយកខ្ញុំមកចិញ្ចឹមខ្ញុំតែងតែហៅម្ដាយចិញ្ចឹមថាមីងត្បិតគាត់យកខ្ញុំមកចិញ្ចឹមមែនតែមិនដែលទុកខ្ញុំជាកូនទេហើយអង្កលបានទៅផ្ទះឃើញមុទិតាឈរសម្លឹងខ្លងទ្វារសាលាក៏ចូលទៅនិយាយរាក់ទាក់បន្តិចទៅយ៉ាងហោចណាស់ពួកយើងជាមិត្តរួមថ្នាក់ដែរទីនេះមានតុកអត់ឬសំណួរនេះហើយចម្លែកចិត្តនៅស្រុកស្រែឲ្យមានតុកយ៉ាងម៉េចមុទិតាធ្វើមុខគួរឲ្យអាណិតរងចាំចម្លើយពីខ្ញុំគ្មានទេមុខនឹងខ្ញុំមើលក៏ដឹងថាគ្មានអីជីដែរគីនាងមកក្បាលខ្ញុំនិយាយបន្តឡើងម៉ូតូមកចាំខ្ញុំជូនទៅផ្ទះក៏ខ្ញុំញញឹមស្ងួតដាក់មុទិតាបន្តិចព្រោះម៉ូតូចាស់ណាស់ហើយវាចាស់បិទខ្ញុំសន្សំលុយទិញបានតែប៉ុណ្ណឹងពិតមែនខ្ញុំមកក្បាលវិញមុទិតាញញឹមដូចញញើតខ្លាចខ្ញុំយកទៅលក់ខ្ញុំក៏ធ្វើជាបញ្ឆេះម៉ូតូនាងក៏ឡើងអង្គុយភ្លាមនៅតាមផ្លូវខ្ញុំជិះយឺតមុទិតាចាំប្រាប់ថាផ្ទះនាងនៅម្ដុំណាទីនោះខ្ញុំស្គាល់ហើយជាពិសេសមុទិតាជាកូនអ្នកមានអីចឹងប្រកាសជាផ្ទះធំស្អាតដាច់គេឯងពុំខានប៉ារវល់ជូនម៉ាក់ទៅជួបមិត្តចាស់ទើបមិនបានមកយកខ្ញុំគឺមុទិតាឆ្លើយបន្ទាប់ពីខ្ញុំសួរថាហេតុអ្វីគ្មានអីជិះទៅផ្ទះកូនទោលអីចឹងម៉ាក់ប៉ាស្រឡាញ់ខ្លាំងទោះជារៀនទី12ហើយក៏នៅតែជូនកូនមករៀនដែរឈប់ហៅខ្ញុំប្អូនហើយឈប់ហើយដបិតមេតាអាយុតិចជាងខ្ញុំតែខ្ញុំចង់ហៅមេតាស្មើខ្ញុំមើលតាមកញ្ចក់ឃើញនាងញញឹមដៃមុទិតាសន្សឹមអបចង្កេះខ្ញុំរំភើបដល់ហើយនេះមានស្រីស្អាតមកអបចង្កេះកូនអ្នកភ្នំពេញកាន់តែអបរិតជាងមុនពេលផ្លូវរលាក់ប៉ាជូនមករៀនរហូតឬរហូតតាំងពីតូចអីចឹងមានន័យថាមិនធ្លាប់ជិះកង់ឬម៉ូតូទេកង់ចេះជិះចំណែកម៉ូតូធ្លាប់ជិះកាលទី6ហើយឈប់ដល់ឥឡូវបើអាចខ្ញុំចង់យកដៃទះថ្ងាសខ្លួនឯងហួសចិត្តនឹងមុទិតាម្នាក់នេះដល់ហើយកើតជាកូនតូប្រៀបបានក្របពេជ្រម៉ាក់ប៉ាថ្នមដល់ហើយមិនបានមិនជិះទៀតខ្ញុំធ្លាប់ជិះម៉ូតូបុកទ្វាររបងផ្ទះខ្លួនឯងទើបម៉ាក់បារម្ភឈប់ឲ្យជិះទៀតខ្ញុំឃើញមុខមុទិតាជូរតាមកញ្ចក់ទំនងជានឹកហួសចិត្តនឹងខ្លួនឯងហើយពួកយើងនិយាយគ្នាតាមផ្លូវរហូតពីសាលាទៅផ្ទះមុទិតា15នាទីដល់ផ្ទះនាងស្អាតជាវីឡាតូដែលខ្ញុំអាចមើលឃើញត្រឹមជាន់ទី2ឡើងលើព្រោះមិនបានបិទបាំងដោយរបងដូចជាន់ទី1អរគុណហើយណាគឺមុទិតាញញឹមដាក់ខ្ញុំបេះដូងចេះតែរំភើបពេលមាននរណាមកញញឹមដាក់មិនអីទេលាសិនហើយក៏ខ្ញុំបញ្ឆេះម៉ូតូមុទិតាលើកដៃលាខ្ញុំហើយដើរចូលផ្ទះវីឡាបាត់ត្រឡប់មកដល់ផ្ទះឈើមួយខ្នងធំដូចផ្ទះសេដ្ឋីស្រុកស្រែទេសេដ្ឋីស្រុកស្រែត្រូវហើយម្ដាយមីងខ្ញុំនរណាក៏ស្គាល់ដែរគាត់ឈ្មោះមុំប្តីគាត់ឈ្មោះឌឿនជាថៅកែអេចាយហើយក៏មានទ្រព្យច្រើនខ្ញុំឈប់ម៉ូតូខាងក្រោយផ្ទះជាអតីតជំរកស្រូវបច្ចុប្បន្នជាលំនៅឋានរបស់ខ្ញុំមេតាមកនេះមីងមុំឈរច្រត់ចង្កេះពីកន្លែងថ្លឹងគីឡូអេចាយស្រែកហៅខ្ញុំគាត់ជាអ្នកមានគុណជាអ្នកចិញ្ចឹមខ្ញុំ6ឆ្នាំមកនេះឮសំឡេងគាត់ភ្លាមខ្ញុំទៅផ្លែតហែងគិតលុយមើលក៏គាត់ចង្អុលទៅសៀវភៅនឹងប្រដាប់គិតលេខលើគំនរអេចាយខ្ញុំរើសមកយកមើលគិតលេខបណ្ដាភ្នែកប្រឹងមើលជញ្ជីងបណ្ដាបន្ទាប់ពីប្រគល់លុយឲ្យអ្នកមកលក់ហើយខ្ញុំប្រញាប់ទៅងូតទឹករួចទៅដាំបាយឲ្យមីងមុំពូឌឿននិងកូនស្រីអាយុ10ឆ្នាំរបស់គាត់ពេលដាំបាយខ្ញុំឆ្លៀតហាន់បន្លែឲ្យហើយតែចៃដន្យឲ្យអីមិនប្រយ័ត្នជ្រុលមុតដៃបន្តិចចង្រៃមែនខ្ញុំរអ៊ូរួចទៅរកបងមកបិទប៉ុន្តែនរណាស្មានថាពេលមកវិញបាយស្រាប់តែខ្លោចមីនីកូនមីងមុំសាចុកខឹកមាត់ទ្វារផ្ទះបាយដឹងហើយថាជាស្នាដៃនរណាដែលបើកភ្លើងកះខ្លាំងម៉ាក់យូមីនីស្រែកលឺត្រឹមមួយផ្លែតមីងមុំនិងពូឌឿនមកដល់ភ្លាមមុខរបស់ខ្ញុំប្រែជាស្លេកស្លាំងមីងមុំសម្លក់ខ្ញុំថ្លៃក្រោយឃើញឆ្នាំងបាយឡើងខ្មៅហើយធំឈ្ងៀមពេញផ្ទះមីងខ្ញុំមិនបានធ្វើទេគឺខ្ញុំប្រកែកតែនរណានឹងជឿខ្ញុំ
រវាងកូនបង្កើតនិងក្មេងស្រីដែលគាត់គ្រាន់តែយកមកឲ្យបម្រើគ្រួសារគាត់នឹងជឿម្នាក់ណាម៉ាក់ប៉ាបងមេតាដាំបាយខ្លោចហើយគាត់គំរាមកូនមិនឲ្យប្រាប់ម៉ាក់ប៉ាទៀតមីនីបងមិនបានធ្វើទេគឺខ្ញុំប្រឹងប្រកែកត្បិតគ្មានសង្ឃឹមប៉ុន្តែបើខ្ញុំមិនខុសខ្ញុំមិនទទួលកំហុសដាច់ខាតមីងមុំសំឡក់ខ្ញុំពូដឿនលើកមីនីបីខ្លាចកូនយំទៀតប៉ិនសម្ដែងដល់ហើយនាងល្អិតនេះឯងចង់ថាកូនយើងកុហកមែនទេខ្ញុំមិនបានធ្វើពិតមែនប្រដៅវាទៅអូនចិញ្ចឹមបំបងបាយមែនពូដឿននិយាយរួចបីមីនីត្រឡប់ទៅក្នុងផ្ទះវិញមីងមុំដើរទៅកាច់មែកឈើខ្ញុំស្លេកស្លាំងរកធ្វើអីមិនទាន់ផាច់អូយខ្ញុំស្រែកដូចរាល់ដងពេលត្រូវរំពាត់ផាច់មួយរំពាត់ហើយមួយរំពាត់ទៀតសាច់ខ្ញុំជាស្អីទើបចង់វីដូចសត្វធាតុអីចឹងមីងមុំចិត្តអាក្រក់ណាស់មីងឈប់វីខ្ញុំទៅបើគុំតែអញខ្ជិលដាំបាយទេគុំអីវីហែងឲ្យសន្លប់ហើយយូមីងមុំបោះរំពាត់ចោលដើរទៅក្នុងផ្ទះវិញខ្ញុំអង្គុយយំអប់ក្បាលជង្គង់ក្បែរជើងចង់ក្រានម៉ែពុកហេតុអ្វីបោះបង់កូនចោលឃើញអត់កូននៅជាមួយគេធ្វើបាបប៉ុណ្ណាក្បាលខ្ញុំញ័រដោយការភ័យខ្លាចភាពឈឺចាប់មិនស្មើនឹងអារម្មណ៍ខ្លាចត្រូវរំពាត់ម្ដងទៀតខ្ញុំប្រញាប់ជូតទឹកភ្នែកចេញ6ឆ្នាំហើយណាគួរតែទម្លាប់ហើយខ្ញុំដាំបាយនឹងធ្វើម្ហូបម្ដងទៀតហើយលើកនេះប្រយ័ត្នមិនឲ្យមីនីធ្វើបាបបានទៀតទេម៉ោង8យប់ទៅហើយទើបខ្ញុំបានរួចពីការងារងូតទឹកញ៉ាំបាយមើលមេរៀនសំណាងមីងមុំមិនចិត្តដាច់ពេកឲ្យគេតខ្សែភ្លើងមកបំភ្លឺផ្ទះខ្ញុំដែលជាអតីតជំរកដាក់ស្រូវរបស់គាត់កាលពី6ឆ្នាំមុនអំពូលអគ្គិសនីភ្លឺបានដល់ម៉ោង10ប៉ុណ្ណោះបើលើសនេះមីងមុំជាពុំខានព្រោះគាត់ខ្លាចអស់ភ្លើងច្រើនហឺយខ្ញុំអង្គុយមើលរៀនហើយសម្លឹងមើលព្រះច័ន្ទតាមបង្អួចពិបាកណាស់រស់នៅជាមួយគេប៉ុន្តែយ៉ាងណាក៏ប្រសើរបន្តិចមានបាយញ៉ាំមានលុយល្មមរៀនមានផ្ទះនៅបើខ្ញុំបានមួយចំណិតមុទិតាប្រកាសជារស់នៅស្រួលជាងនេះគូសុកខ្ញុំស្រាប់តែនឹកដល់សិស្សថ្មីនាងមុខស្អាតសមជាកូនអ្នកភ្នំពេញខ្ញុំចូលចិត្តនាងព្រោះនាងជាមនុស្សមិនរើសអើងខ្ញុំដូចឈុនហែងបើកភ្លើងរកងាប់អីដល់ម៉ោង11ហ្នឹងពូដឿនស្រែកពីក្នុងផ្ទះគាត់មកខ្ញុំភ្ញាក់ពីដេកយីសុកមកគេងលក់បានដែរខ្ញុំភ័យស្លន់ស្លោខ្លាចត្រូវរំពាត់ទៀតរបួសមិនទាន់បាត់ស្នាមផងសំឡេងពូដឿនក៏ស្ងាត់ទំនងគាត់ងងុយខ្ជិលជាខ្ញុំទៀតព្រឹកព្រលឹមខ្ញុំក្រោកដាំបាយធ្វើម្ហូបផងរៀនផងរួចរត់ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅរៀនខ្ញុំជិះម៉ូតូកញ្ចាស់ចូលសាលាហើយសម្ដៅទៅថ្នាក់រៀនដូចរាល់ដងព្រោះខ្លាចខ្មាស់គេទៀតនឹងចង់តស៊ូឲ្យជីវិតនេះមិនងងឹតដូចរាល់ថ្ងៃខ្ញុំតាំងចិត្តរៀនខ្ញុំឧស្សាហ៍ចម្លែកមកពីអ្វីឬមួយមកពីខ្ញុំអង្គុយចិត្តសិស្សពូកែដូចមុទិតាម្សិលណាខ្ញុំសួរដេញដល់នាងខ្លះទើបដឹងថាមុទិតាជាសិស្សពូកែខ្មែរដៃកាត់អីមុទិតាអង្គុយចុះភ្លាមសួរភ្លាមពេលមីងមុំវីខ្ញុំយកដៃរងហើយក៏មានស្នាមលើខ្នងដៃបាតដៃទៅខ្ញុំមងមិនដឹងប្រាប់នាងបែបណាមីងវាយព្រោះដាំបាយខ្លោចហាឈុនចង្រៃទៀតហើយគេប្រាប់មុទិតាហើយសាច់ដាចូលអង្គុយគេដឹងព្រោះជាអ្នកភូមិជាមួយមុទិតាប្រញាប់យកអ្វីម្យ៉ាងពីក្នុងកាតាបនាងវាជាប្រេងកូឡាតែមិនមែនប្រេងកូឡាប្រុសចាស់តាពេទេឈឺទេនាងសួរផងហុចឲ្យផងឃើញគេចិត្តល្អដាក់អីចឹងខ្ញុំញញឹមយកប្រេងកូឡាមកលាបមិនអីទេខ្ញុំទម្លាប់ហើយមួយរំពេចនោះភារៈជាប្រធានថ្នាក់របស់ខ្ញុំហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សតិចតួចដែលមិនរើសអើងខ្ញុំដើរមករកពួកយើងដោយឈរកាន់ខ្សែកាតាបស្ពីតែម្ខាងខ្ញុំជាអ្នកភូមិជាមួយមេតាត្រូវគ្រួសារមីងមុំធ្វើបាបសពគ្រប់និយាយទៅយកមេតាមកចិញ្ចឹមគឺដើម្បីតែបម្រើគ្រួសារគាត់នឹងគឺភារៈនិយាយហើយហូតសៀវភៅប្រវត្តិតែងសេចក្តីភូមិវិទ្យាដាក់លើតុខ្ញុំគេជាមនុស្សល្អហើយមិនសូវចេះនិយាយច្រើនប៉ុន្មានឡើយខ្ញុំឲ្យមេតាអរគុណច្រើនគូភារៈដើរទៅវិញថែមទាំងឆ្លៀតចោលស្នាមញញឹមដាក់មុទិតាអត់ចម្លែកទេមុទិតាជាស្រីស្អាតរៀនក៏ពូកែនរណាមិនពេញចិត្ត
សំបីតែខ្ញុំគេចិត្តល្អដល់ហើយឬមុទិតាសរសើរភិរៈខ្ញុំមិនសប្បាយចិត្តមួយរំពេចតែប្រឹងគិតថាជាសេរីភាពរបស់នាងហើយវាមិនតាក់ទងអីខ្ញុំទេខ្ញុំគ្មានលុយរៀនគួរបន្ថែមទេមានតែប្រធានថ្នាក់និងមិត្តរួមថ្នាក់ពីរបីនាក់ជួយបង្រៀនខ្ញុំបន្ថែមពេលពួកគេទំនេរហើយក៏ឲ្យសៀវភៅខ្លះដូចភារៈធ្វើអំបញ្ញមិញអីចឹងជីវិតមេតាស្ដាប់ទៅកំសត់ដល់ហើយខ្ញុំជាក្មេងអនាថាកើតនៅគំនរសំរាមបានចាស់នៅទីនោះមើលថែទើបធំធាត់ដល់អាយុ10ឆ្នាំបានមីងមុំយកមកចិញ្ចឹមខ្ញុំត្រូវធ្វើការសពគ្រប់បែបយ៉ាងដើម្បីដោះដូរកន្លែងនៅបាយលុយនឹងបានមករៀនសុកខ្ញុំក៏ចង់និយាយរឿងទាំងប៉ុន្មានប្រាប់មុទិតាមិនដឹងនាងធុញឬអត់ទេមុខរបស់នាងស្លូតបូតហើយប្រឹងញញឹមផ្ដល់កម្លាំងចិត្តឲ្យខ្ញុំទេបេះដូងនេះវាយ៉ាងម៉េចទើបនឹងជួបគេបាន2 ដងសោះហើយមុទិតាជាមនុស្សស្រីទៀតម៉េចបានមកលោតញាប់ចង់លងសម្រស់នាងអីចឹងពេលរៀនចប់ទី12ចង់ចាក់ចេញពីទីនេះអត់ខ្ញុំចង់មានស្លាប់ដូចយន្តហោះអាចហោះហើរទៅឆ្ងាយគេចពីបញ្ហាប៉ុន្តែខ្ញុំអាចធ្វើបានទេរាល់ថ្ងៃខ្ញុំរស់នៅជាមួយមីងមុំពេលខ្លះត្រូវសន្សំលុយទិញខោអាវខ្លួនឯងសៀវភៅរៀនក៏អីចឹងដែរកុំរំពឹងដល់លុយមីងមុំឲ្យខ្ញុំរៀនបន្តយន្តហោះនរណាអ្នកបង្កើតមនុស្សខ្ញុំឆ្លើយនឹងសំណួរមុទិតានាងប្រហែលចង់ឃើញខ្ញុំសាច់ទេដឹងបានសួរសំណួរប្លែកចាប់ផ្ដើមចូលចិត្តម្នាក់នេះបន្តិចម្ដងហើយមនុស្សបានព្យាយាមបង្កើតយន្តហោះច្រើនដងបរាជ័យរាប់ដងទម្រាំអាចឲ្យយន្តហោះហោះបានចុះមេតាក៏អាចបង្កើតស្លាប់ខ្លួនឯងបានត្បិតពេលខ្លះវាពិបាកតែថ្ងៃណាមួយវានឹងคล้ายជាស្លាប់ពេញលេញហើយមេតាអាចហោះហើរបានទៅកន្លែងណាដែលមេតាចង់ទៅខ្ញុំងើបឡើងសម្លឹងចំកែវភ្នែកមុទិតានាងនិយាយត្រូវបើចង់ដូចយន្តហោះហេតុអ្វីយើងមិនព្យាយាមដូចអ្នកបង្កើតយន្តហោះបើវាហោះមិនបានគឺយើងត្រូវរកវិធីដោះស្រាយឲ្យវាហោះបានវាមិនមែនជារឿងហួសពីសមត្ថភាពយើងឯណាសិស្សពូកែនិយាយដល់ហើយយមមុទិតាលើកដៃទះក្បាលខ្ញុំតិចនាងយកប្រអប់អ្វីម្យ៉ាងចេញមកពួកយើងមកដល់សាលាលឿនអីចឹងនិយាយគ្នាក៏បានយូរដែរខ្ញុំចូលចិត្តញ៉ាំផ្លែឈើជំនួយខួរក្បាលជាធម្មតាម៉ាក់តែងតែចិត្តផ្លែឈើដាក់ប្រអប់ឲ្យខ្ញុំយកមករៀនរហូតតែថ្ងៃនេះម៉ាក់ដាក់មកច្រើនព្រោះចង់ឲ្យមេដាញ៉ាំដែរគាត់ស្គាល់ខ្ញុំដែរខ្ញុំប្រាប់គាត់ថាមេដាជូនខ្ញុំទៅផ្ទះខ្ញុំជួយមុទិតាក្នុងនាមជាមិត្តមិនចង់បានអ្វីតបស្នងទេមុទិតាមុខស្មើធ្វើជាងយីកូនតូក្នុងគ្រួសារម៉ាក់ប៉ាទំរើចិត្តរហូតមានអ្វីមិនពេញចិត្តក៏ងភ្លាមប៉ុណ្ណឹងកងរដែរក៏ខ្ញុំរអ៊ូហើយយកប៉ោមមកញ៉ាំមុទិតាញញឹមមួយរំពេចខ្ញុំដកដង្ហើមធំហើយគិតពីខ្លួនឯងវាចេះតែយ៉ាងម៉េចបានចូលចិត្តមើលនាងញញឹមហើយខ្លាចនាងខ្លាចនាងលេងនិយាយរកទៀតទាំងដែលពួកយើងទើបស្គាល់គ្នាបាន2 ថ្ងៃគ្រូមកហើយគូឈុនស្រែកស្លន់ស្លោប្រឹងញាត់នំចូលមាត់ខ្លាចគ្រូមុខញ៉ាំមិនអស់ហើយអាចនឹងត្រូវគ្រូពិន័យខ្ញុំសាចុកខឹកគេងាកមកសម្លក់ជួយមិនបានទេនរណាប្រាឯងឲ្យចំអយើងម៉ោងចេញលេងខ្ញុំយកសៀវភៅប្រវត្តិដែលភារៈឲ្យទៅអង្គុយអានលើបង់ក្រោមដើមច័ន្ទគិរីឆ្ងាយពីថ្នាក់រៀនប្រហែល100 ម៉ែត្រខ្យល់បក់ត្រជាក់សមនឹងគ្មាននរណាមករំខានផងជាក្តីសុខរបស់ខ្ញុំសង្ឃឹមថាការខិតខំប្រឹងប្រែង12 ឆ្នាំមកនេះអាចជួយចម្លងខ្ញុំឲ្យបានរៀនសាកលវិទ្យាល័យដូចគេផងចុះកាហ្វេខ្ញុំងើបមុខឡើងមុទិតារុញកាហ្វេមួយកែវមកជិតដៃខ្ញុំតើនាងយ៉ាងម៉េចបានមកក្បែរខ្ញុំរហូតហើយឲ្យនេះឲ្យនោះដឹងអត់អ្នកទទួលរអៀសខ្លួនណាខ្ញុំមិនយកក៏ទុកចោលទៅគឺមុទិតាដើរទៅបាត់ធ្វើបែបនេះទោះជាមិនចង់យកក៏ត្រូវយកដែរបើមិនយកទុកកាហ្វេចោលស្ដាយខ្ញុំដកដង្ហើមធំយកកាហ្វេមកផឹកនៅសាលារៀនខ្ញុំមិនសូវមានលុយចាយទេយូមីងមុំសប្បាយចិត្តទើបបានលុយមកទិញអីញ៉ាំនៅសាលាពេលថ្ងៃខ្ញុំត្រូវទៅផ្ទះវិញដាំបាយធ្វើម្ហូបឲ្យគ្រួសារមីងមុំនិងប្រញាប់ត្រឡប់មកសាលាឲ្យលឿនតាមដែលអាចធ្វើបានក្រែងមាននរណាទំនេរគេជួយបង្រៀនបន្ថែមខ្ញុំជាសិស្សថ្នាក់សង្គមហើយពួកយើងរៀនគួរមិនច្រើនដូចអ្នករៀនថ្នាក់វិទ្យាសាស្ត្រទេអីចឹងមានពេលទំនេរច្រើន ខ
ខ្ញុំដើរទៅថ្នាក់ដោយញញឹមត្បិតនៅចាំប្រយោគដែលមុទិតាប្រាប់ព្រឹកមិញនាងថានាងនឹងបង្រៀនខ្ញុំបន្ថែមពិសេសតែងសេចក្តីនៅក្នុងថ្នាក់រៀនមានតែសិស្ស3-4នាក់ស្ងាត់ជ្រងំភារៈកំពុងសើចយ៉ាងសង្ហានៅក្បែរប្រធានថ្នាក់មានមុទិតាមកនេះមកមុទិតាឃើញខ្ញុំនាងហៅភ្លាមឈឺជាបអ្វីម្លេះពេលឃើញនាងស្និទ្ធជាមួយអ្នកផ្សេងខ្ញុំទៅអង្គុយជិតនាងធម្មតាធ្វើដូចគ្មានអ្វីកើតឡើងពួកយើងជាមិត្តរួមថ្នាក់នឹងគ្នាត្រូវចេះជួយគ្នាភិរៈនិយាយផងក្រោកទៅឈរមុខក្តារខៀនផងគាត់ជាសិស្សបដូរសាលាដែរគ្រាន់តែភិរៈបដូរមកតាំងពីថ្នាក់ទី11ហើយរៀនថ្នាក់ផ្សេងខ្ញុំគ្រប់គ្នាខ្ញុំនិងមុទិតាបានបង្កើតក្លឹបសិក្សាមួយហើយពួកយើងនឹងជួយបង្រៀនគ្នាទៅវិញទៅមកតាមមុខវិជ្ជាដែលយើងពូកែក្លឹបសិក្សាមួយនេះប្រើថ្នាក់នេះជាកន្លែងបង្រៀនដោយចាប់ផ្ដើមម៉ោង12ថ្ងៃត្រង់ភិរៈនិយាយបន្តទៀតខ្ញុំចាប់អារម្មណ៍ទឹកមុខញញឹមរបស់មុទិតាជាងនាងคล้ายជាបវរកញ្ញាប្រចាំថ្នាក់មួយរំពេចថែមទាំងធ្វើឲ្យខ្ញុំមានអារម្មណ៍ចម្លែកទៀតផងរំលងបានប៉ុន្មានថ្ងៃព្រោះគេងមិនគ្រប់នឹងធ្វើការច្រើនខ្ញុំអស់កម្លាំងទៅរៀនមួយរួចសុំច្បាប់មួយថ្ងៃនៅផ្ទះសំបីតែទៅឈរគិតបញ្ជីដូចរាល់ដងក៏ពិបាកដែរខ្ញុំគិតតែសំងំក្នុងផ្ទះតូចលេបថ្នាំ2-3គ្រាប់សង្ឃឹមថាស្អែកនឹងជាបានទៅរៀនវិញក្រាក់ខ្តុកសំឡេងបើកទ្វារមីនាបោះឆ្នាំងមកជិតជើងខ្ញុំនាងឈរច្រត់ចង្កេះដូចមីងមុំដែរហើយស្រែកជំទាលឺមកនៅផ្ទះគេហើយកុំខ្ជិលពេកឆាប់ក្រោកឡើងដាំបាយបងក្តៅខ្លួនមីនាដាំបន្តិចទៅនាងសម្លក់ថ្លៃក្រិតមិនខុសពីមីងមុំទេតែនាងក៏មិនខុសបិទខ្ញុំរស់នៅរាល់ថ្ងៃពឹងលើម្ដាយឪពុករបស់នាងកុំមកប្រើខ្ញុំបើមិនចង់ត្រូវរំពាត់នាងដើរទៅវិញខ្ញុំមានជំរឿទេហាំមានតែបង្ខំចិត្តក្រោកទៅដាំបាយធ្វើម្ហូបសម្រាប់គ្រួសារមីងមុំល្ងាចឡើងម៉ោងបាយហើយខ្ញុំត្រូវយកចានឆ្នាំងទៅលាងប៉ុន្តែដោយសារខ្ញុំឈឺមិនសូវមានកម្លាំងទើបជ្រុលធ្វើបែកចានអស់3គ្រាន់តែលឺសូរប្រាវភ្លាមមីងមុំពូឌឿននិងមីនាមកដល់ផ្លែតមីនាញញឹមពីស្ពោលពូឌឿនយករំពាត់មកចង្អុលមុខខ្ញុំធ្វើដូចខ្ញុំនឹងខុសធ្ងន់ណាស់បំផ្លាញណាស់គេពូឌឿនមុខក្រហមទំនងជាគាត់ស្រវឹងផាច់គាត់វត្តម្ដងហើយម្ដងទៀតមិនអាសូរក្មេងអាយុ15ឆ្នាំដូចជាខ្ញុំយំដោយតូចចិត្តមិនដឹងធ្វើអ្វីបន្តទៀតវីបាន5រំពាត់គាត់ឈប់ហើយនាំប្រពន្ធកូនទៅក្នុងផ្ទះខ្ញុំយំផងប្រមូលចានបែកផងរួចរាល់ហើយទៅអង្គុយកាត់ទុកនៅផ្ទះតូចខ្ញុំអបក្បាលជង្គង់សម្លឹងមើលមេឃតាមបង្អួចតែជីវិតខ្ញុំគួររស់នៅបន្តទៀតដោយរបៀបណាក្រោយប្រឡងបាក់ឌុបហើយពិតណាស់មីងមុំប្រកាសជាមិនឲ្យខ្ញុំរៀនបន្តនៅសាកលវិទ្យាល័យឡើយមុទិតាប្រាប់ខ្ញុំថាត្រូវធ្វើស្លាប់ឲ្យខ្លួនឯងរហូតជោគជ័យអាចហោះបានសុកពេលនឹកដល់មុទិតាខ្ញុំស្រាប់តែចង់រត់ចេញពីផ្ទះទាំងដែលមកនៅ6ឆ្នាំមកនេះមិនធ្លាប់គិតថានឹងរត់ចេញសំបីម្ដងអត់ទេត្រូវតែស៊ូបន្តចាំចប់ទី12ចាំរត់ចេញខ្ញុំញញឹមលួងខ្លួនឯងយ៉ាងហោចណាស់ខ្ញុំមានកាយសម្ទីគ្រប់គ្រាន់លក្ខណៈមនុស្សជាច្រើនពិការខ្ញុំមានឱកាសសាងអនាគតដោយបាតដៃនិងចំណេះបានទេតើចុងក្រោយខ្ញុំតាំងចិត្តថានឹងរត់ចេញពីផ្ទះបើមីងមុំមិនឲ្យខ្ញុំរៀនបន្តព្រឹកឡើងខ្ញុំទៅរៀនហើយគ្រាន់តែដើរដល់មុខថ្នាក់ភ្លាមសម្រាប់ជើងនិងសំឡេងមុទិតាទីនេត្រាខ្ញុំឲ្យងាកយ៉ាងលឿនមុទិតាញញឹមស្រស់ស្រាយមកដល់ភ្លាមនាងចាប់ដៃខ្ញុំធ្វើឲ្យបេះដូងខ្ញុំលោតញាប់ដូចរាល់ដងពេលនៅក្បែរនាងពីម្សិលមិញបានអត់មករៀនឈឺមុទិតាមើលដៃខ្ញុំហើយឃើញស្នាមដូចរាល់ដងនាងមុខក្រញើរួចអូសដៃខ្ញុំទៅអង្គុយលើបង់មុខថ្នាក់មុទិតាយកប្រេងកូឡាមកលាបបណ្ដាលរអ៊ូបណ្ដាលឲ្យគេវីទៀតហើយមែនទេចង់ប្តឹងប៉ូលីសអត់ពីបទប្រើប្រាស់អំពើហិង្សាគាត់ជាអ្នកចិញ្ចឹមខ្ញុំហើយឲ្យខ្ញុំមករៀនដល់ថ្នាក់ទី12ខ្ញុំប្តឹងអ្នកមានគុណបានយ៉ាងម៉េចយើងនឹងទ្រាំណាស់គេ
នាងយកដៃរុញចិញ្ចាមខ្ញុំសើចតាមបែបលេងជាមួយមិត្តមាននាងក្បែរខ្ញុំសប្បាយចិត្តច្រើនខុសធម្មតាមុទិតាល្អដូចឈ្មោះអីចឹងនាងតែងតែលើកទឹកចិត្តខ្ញុំនិងព្យាយាមជួយខ្ញុំតាមដែលនាងអាចធ្វើបាន Facebook ឈ្មោះអីសុកនាងសួររក Facebook សំណាងដែរបានលុយសន្សំខ្លះរាប់ខែតម្រាំទិញបានទូរស័ព្ទមួយកុំអីមិនដឹងមានអីតបនឹងមុទិតាទេមេតាហៅតៃ profile រូបខ្ញុំកហេតុអ្វីដាក់ឈ្មោះខ្លួនឯងទាំងពិតទាំងឈ្មោះក្រៅអីចឹងមិនដឹងដាក់ម៉េចដាក់មេតាកូអីទៅក៏ខ្ញុំសំលក់នាងថ្លែមុទិតាដឹងខ្លួនប្រញាប់រត់ចេញពីខ្ញុំរត់ដេញវីនាងប៉ុន្តែរត់ដល់ថ្នាក់មុទិតាទៅចូលជាមួយភារៈគេក៏ត្រនាងជាប់កុំឲ្យដួលសុំទោសយមុទិតាសុំទោសភារៈដើរទៅអង្គុយនៅតុខ្ញុំឈឺបេះដូងឈៀបតើខ្ញុំស្រឡាញ់មុទិតាហើយមែនទេភារៈថ្ពាល់ក្រហមទៅតុរបស់ខ្លួនដែរឈុនក៏ស្រែកតាមបែបមនុស្សឆ្លើយដូចរាល់ដងណែរៀនចប់ទី12សិនទៅចាំមានសង្សារក៏ខ្ញុំពេបមាត់ជ្រេញនឹងសម្ដីត្រឹមត្រូវរបស់ឈុនទៅបំដងនេះទេឬគេនិយាយមកត្រឹមត្រូវអូភ្លេចថាថ្ងៃនេះថ្ងៃសេលត្រឡប់មកផ្ទះវិញក៏មានសារមុទិតាឆាតមកសួរសុខទុក្ខហើយយប់ឡើងក៏មានសាររាត្រីសួស្ដីខ្ញុំគេងញញឹមម្នាក់ឯងរហូតដល់ព្រឹកបើកទូរស័ព្ទមកក៏ឃើញសារអរុណសួស្ដីពួកយើងចេះតែបែបនេះអស់ជាច្រើនថ្ងៃច្រើនខែខ្ញុំក៏នៅតែត្រូវគ្រួសារមីងមុំធ្វើបាបរដែលគ្រាន់តែមិនញឹកញាប់ដូចមុនបិទពូឌឿនឧស្សាហ៍ឆ្លោះជាមួយមីងមុំច្រើនជាងរោគរឿងខ្ញុំពេលវេលាប្រឡងបាក់ឌុបក៏ខិតជិតមកដល់ក្រោយប្រឡងឆមាសហើយពួកយើងមានកម្មវិធីជប់លៀងតិចតួចនៅតូបលក់ប្រហិតមុខសាលាកាដូបន្តិចបន្តួចគឺមុទិតាញញឹមហើយហុចប្រអប់អ្វីម្យ៉ាងឲ្យខ្ញុំមួយរយៈក្រោយមកនេះនាងឧស្សាហ៍ញញឹមដាក់ខ្ញុំចម្លែកនិងអឹមអៀនម្ដុំម្កាលដែរស្អីនឹងឈុនចង់ដណ្ដើមកាដូយកទៅមើលតែភារៈវីដាមដៃទើបគេដកដៃវិញទាំងមុខស្អុយមានប្រធានថ្នាក់ឈុនមិនហ៊ានមើលងាយខ្ញុំទេអរគុណច្រើនព្រោះគិតថាជាកាដូសម្រាប់ឆ្នាំចុងក្រោយក្នុងឈ្មោះជាសិស្សវិទ្យាល័យខ្ញុំទទួលយកដោយឥតប្រកែកខ្ញុំញញឹមមានក្តីសុខព្រោះខ្ញុំព្រមចាញ់ហើយព្រមចាញ់ចិត្តខ្លួនឯងថាខ្ញុំពិតជាស្រឡាញ់មុទិតាមិត្តរួមថ្នាក់ពិតមែនបើកទៅក៏ខ្ញុំអង្គុយចន្លោះមុទិតានិងភារៈ2នាក់នេះប្រឹងជំរុញឲ្យខ្ញុំបើកខ្ញុំក៏បើកមើលឃើញនាឡិកាដ៏ស្រស់ស្អាតអ្នកផ្សេងក៏ជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកតាមមនុស្សដែលគេចង់ឲ្យហើយខ្ញុំក៏ទទួលបានកាដូពីមនុស្សដែលធ្លាប់មើលងាយខ្ញុំកន្លងមកឈុនខ្ញុំហៅគេឈុនហុចប្រអប់កាដូពណ៌ត្រាវមួយមុខមាំជាងរូបចម្លាក់ទៀតគ្រប់គ្នាគាំងមួយរំពេចត្បិតកន្លងមកឈុនស្អប់ខ្ញុំជាងស្អីទៀតហើយសុកមកឲ្យកាដូនេះចម្លែកណាស់ឲ្យថ្ងៃចុងក្រោយគេដើរទៅអង្គុយចិត្តអ្នកផ្សេងបាត់ខ្ញុំមងមងរកថាមិនត្រូវឈុនស្រឡាញ់មេតាមិត្តរួមថ្នាក់បង្អាប់មុទិតាក៏ចូលរួមដែរខ្ញុំមុខស្មើមួយរំពេចមិនសប្បាយចិត្តទេមនុស្សយើងស្រឡាញ់បង្អាប់យើងជាមួយអ្នកផ្សេងចេញពីជប់លៀងខ្ញុំខឹងមុទិតាជិះទៅផ្ទះវិញដោយមិនលានាងមួយម៉ាត់មុទិតាប្រហែលជាឆ្ងល់ហើយទើបឆាតមកតែខ្ញុំមិនតបខ្ញុំសំងំដេកសំងំគិតហើយសួរខ្លួនឯងថាបើកន្លងមកទង្វើល្អរបស់មុទិតាគ្រាន់តែជាមិត្តភាពហើយខ្ញុំយល់ច្រឡំខ្លួនឯងខ្ញុំស្អប់ខឹងនាងត្រូវទេគិតសុកខ្ញុំគ្មានហេតុផលអ្វីត្រូវខឹងនាងទេទើបទាញទូរស័ព្ទឆាតទៅនាងវិញពេលវេលាដើរលឿនណាស់ការប្រឡងបាក់ឌុបបានចប់អស់3សប្តាហ៍ហើយព្រឹកនេះជាព្រឹកដែលគ្រប់គ្នាភ័យរន្ធត់រងចាំស្ដាប់លទ្ធផលខ្ញុំអង្គុយរងចាំលទ្ធផលទាំងរំភើបផងភ័យផងម្នាក់ឯងក្នុងផ្ទះតូចសុកខេត្តរបស់ខ្ញុំក៏មានឈ្មោះលើ page ក្រសួងខ្ញុំបើកមើលអូសទាំងញ័រដៃយេខ្ញុំចប់ហើយក៏ខ្ញុំស្រែកដោយសប្បាយចិត្តពេលឃើញឈ្មោះខ្លួនឯងក្នុង page ក្រសួងទាំងភ្លេចមើលនេះទេក្រាក់ទ្វារបើកឡើងខ្ញុំស្រែកឮពេកមែនទេទើបពូឌឿនមកជាទៀតប៉ុន្តែខ្ញុំធំក្លិនស្រាគាត់ញញឹមចម្លែកហើយកាន់ស្រាមួយដបនិងដៃទៀតផងពូខ្ញុំដឹងថាគាត់មកធ្វើអីខ្ញុំចាប់ផ្ដើមភ័យហើយរត់បំបុកគាត់រកផ្លូវគេចមីងមុំនិងមីនាមិននៅទេមាននរណាខាត់គាត់ទៅណា
ពូឌឿនចាប់ស្មាខ្ញុំជាប់គាត់ស្រវឹងហើយគាត់ចង់ធ្វើអីមិនល្អដាក់ក្មួយចិញ្ចឹមដូចខ្ញុំបានឃើញព័ត៌មានផ្សាយរាល់ដងខ្ញុំយំខ្ញុំភ័យហើយស្រែកតែពូឌឿនខ្ទប់មាត់ជាប់រួចទេខ្ញុំបីដៃយើងមកយកថ្លៃដែលយើងចិញ្ចឹមនាងឯង6ឆ្នាំមកនេះអត់ទេពូអាណិតខ្ញុំគុំធ្វើបាបខ្ញុំឯងស្អាតហើយក្មេងបែបនេះគិតថារួចខ្លួនជួយផាច់គាត់ទះថែមរហូតខ្ញុំមិនអាចស្រែកបន្តទៀតបានខ្ញុំមានអារម្មណ៍ពិភពលោកនឹងរលាយបន្តិចទៀតនេះបេះដូងក៏ឈឺយ៉ាងខ្លាំងទឹកចិត្តនៃការស្រែកសុំជំនួយក៏ហូរមកសស្រាក់តើមាននរណាជួយខ្ញុំបានពូឌឿនចាប់ផ្ដើមថាបខ្ញុំរុញគាត់ចេញផាំងពូឌឿនលើកដៃស្ទាបក្បាលហើយឃើញឈាមចេញពីក្បាលគាត់យ៉ាងច្រើនមួយខែកន្លងទៅខ្ញុំអង្គុយអបក្បាលជង្គង់សម្លឹងវាលស្រែខួរក្បាលខ្ញុំនៅតែរន្ធត់នឹងហេតុការណ៍ថ្ងៃនោះហើយបើថ្ងៃនោះគ្មានពូរើសអេចចាយទៅជួយទេម្លេះពេលនេះខ្ញុំមិនដឹងទៅជាយ៉ាងណាទេមែនហើយថ្ងៃនោះពូរើសអេចចាយយកអេចចាយទៅលក់រាល់ដងខ្ញុំជាអ្នកគិតបញ្ជីមើលការខុសត្រូវពេលគេមកលក់អេចចាយឬឡានធំមកយកអេចចាយម្ដងពេលគាត់មិនឃើញនរណានៅផ្ទះទើបដើរទៅផ្ទះខ្ញុំក្រែងខ្ញុំនៅនឹងបានលក់តែគាត់ឃើញពូឌឿនកំពុងចាប់រំលោភខ្ញុំទើបគាត់យកដបថ្មវីក្បាលពូឌឿនពីថ្ងៃនោះមេភូមិបានជួយប្តឹងខ្ញុំនិងយកខ្ញុំមកនៅផ្ទះគាត់ទម្រាំខ្ញុំអាចទទួលអាហាររូបករណ៍ទៅរៀនបន្តនៅភ្នំពេញអង្គុយកើតទុករឿងអីនីឈុនក៏អង្គុយចុះក្បែរខ្ញុំភ្លេចប្រាប់ឈុនជាក្មួយអ៊ំមេភូមិគេតែងតែមកលេងខ្ញុំរហូតខុសកាលពីនៅរៀនឆ្ងាយខ្ញុំចម្លែកចិត្តដល់ហើយយើងនៅគិតរឿងនោះក៏តាំងពីមានថ្ងៃនោះមកខ្ញុំមិនហ៊ានជួបមុខនរណាទៀតទេជាពិសេសមុទិតាខ្ញុំស្រឡាញ់នាងហើយរឹតតែខ្មាស់ពេលខ្លួនឯងធ្លាក់ក្នុងសភាពបែបនេះមេតាឈប់គិតទៅមេតាលែងរស់នៅជាមួយគ្រួសារនោះទៀតហើយពូឌឿនក៏ទទួលទោសតាមដែលគាត់ប្រព្រឹត្តដែរហេតុអីឯងល្អជាមួយយើងក្រែងការមុនឯងស្អប់យើងណាស់មិនអីចឹងឈុនស្រាប់តែគេចមុខគេដូចជាខ្លាចនឹងមើលមុខខ្ញុំឲ្យចំតាគិតអីហ្នឹងកុំប្រាប់ថាឯងគិតដូចគ្រប់គ្នានិយាយណាសុកខ្ញុំស្រាប់តែខ្លាចបាត់បង់មិត្តភាពជាមួយឈុនត្បិតពួកយើងនឹងល្អជាមួយគ្នាក្រោយប្រឡងឆមាសទី2រួចយើងសុំទោសដែលធ្លាប់មើលងាយឯងមិនអីទេយើងស្រឡាញ់ឯងគេញើបមុខឡើងសម្លឹងខ្ញុំចំខ្ញុំភាំងមួយរំពេចថាម៉េចឈុនស្រឡាញ់ខ្ញុំស្របពេលខ្ញុំស្រឡាញ់មុទិតាគេប្រើខ្សែភ្នែកស្រទន់បញ្ជាក់ថាគេពិតជាស្រឡាញ់ខ្ញុំពិតមែនកុំមកនិយាយលេងពួកយើងធំអស់ហើយយើងមិនបានកុហកទេចាស់លោកថាស្អប់ជំពប់លើឥឡូវវាคล้ายជាការពិតហើយសុំទោសយើងមានមនុស្សដែលយើងស្រឡាញ់ហើយហារតីខ្ញុំដើរចេញបានបន្តិចក៏ងាកមើលគេជាធម្មតាគំរមាននរណាហៅឈ្មោះពិតរបស់ខ្ញុំសូម្បីតែមុទិតាតែលើកនេះក្រោយបដិសេធស្នេហ៍ខ្ញុំក៏បានឮឈ្មោះហរតីដែលចាស់នៅគំនោសម្រាមដាក់ឲ្យអរគុណដែលស្រឡាញ់ក្មេងស្រីកំព្រាម្នាក់នេះពួកយើងនៅតែជាមិត្តគូខ្ញុំដឹងថាគេឈឺចាប់នឹងខកចិត្តប៉ុណ្ណាប៉ុន្តែក្រោយខ្ញុំអាចផ្ដល់ឲ្យគេត្រឹមពាក្យអរគុណនិងស្នាមញញឹមក្នុងជានាមជាមិត្តប៉ុណ្ណោះ3ថ្ងៃក្រោយមកខាងសាលាបានផ្ដល់ដំណឹងថាខ្ញុំទទួលបានអាហាររូបករណ៍សម្រាប់ក្មេងកំព្រាទៅរៀននៅភ្នំពេញនិងទទួលបានកន្លែងស្នាក់នៅដោយឥតថ្លៃទៀតផងមុននឹងទៅខ្ញុំដាច់ចិត្តសារភាពប្រាប់មុទិតានឹងចង់ជួបមុខនាងម្ដងទៀតខ្ញុំជិះម៉ូតូចាស់ទៅជួបមុទិតានៅសាលាជាកន្លែងផ្ដល់ចំណេះដឹងជាកន្លែងផ្ដល់អនុស្សាវរីយ៍ល្អជាច្រើនដល់ខ្ញុំញញឹមផងស្លុតផងបើមុទិតាដឹងហើយតើនាងនឹងឆ្លើយយ៉ាងណាមកដល់ល្មមខ្ញុំឈប់ម៉ូតូក្រោមដើមស្វាយមុទិតាក៏និយាយភ្លាមមើលមុខនាងចុះញញឹមស្រស់ណាស់ខានជួបយូរហើយឌីនាងអបខ្ញុំហើយទេក្នុងថ្នមខ្ញុំសប្បាយចិត្តប្លែកហើយគិតថានាងគិតដូចខ្ញុំដែរបន្ទាប់ពីអបហើយពួកយើងនាំគ្នាអង្គុយលើបង់សម្លឹងកន្លែងធ្លាប់រៀនខ្ញុំមានរឿងចង់ប្រាប់ពួកយើងសម្លឹងមុខគ្នាទាំងភ្ញាក់ផ្អើលល្បិតនិយាយដំណើរគ្នាមុទិតានិយាយមុនទៅគឺមុទិតាញញឹមលោកយកអ្វីម្យ៉ាងចេញ
ពីការបូបរបស់នាងហុចឲ្យខ្ញុំទាំងញញឹមដៃខ្ញុំញ័របេះដូងខ្ញុំរន្ធត់ចង់យំប៉ុន្តែចំពោះមុខមនុស្សម្នាក់នេះខ្ញុំមិនអាចយំបានទេរឹងមាំណាស់ហឺតៃឯងរឹងមាំរហូតហើយរឹងមាំលើកនេះម្ដងទៀតមិនអីទេអញ្ជើញទៅភ្ជាប់ពាក្យខ្ញុំផងក៏ខ្ញុំញញឹមរលីងរលោងទឹកភ្នែកទីបំផុតមុទិតាភ្ជាប់ពាក្យហើយកន្លងមកគ្រាន់តែជាការគិតតែម្នាក់ឯងនាងគ្រាន់តែធ្វើល្អដាក់ខ្ញុំក្នុងនាមជាមិត្តម្នាក់មិនមែននាងស្រឡាញ់ខ្ញុំដូចខ្ញុំស្រឡាញ់នាងទេមេត្តាកើតអីអត់អីទេគ្រាន់រំភើបជំនួសហើយថ្ងៃភ្ជាប់ពាក្យមិត្តខ្ញុំបែរជាចូលរួមមិនបានហើយក៏អន់ចិត្តនឹងវាសនាខ្លួនឯងដែលគ្មាននរណាស្រឡាញ់ដូចមុទិតានាងលើកដៃអង្អែលក្បាលខ្ញុំដូចរាល់ដងកុំគិតអីចឹងអីមេត្តានៅមានពួកយើងជូនពរមុទិតានិងភារៈស្រឡាញ់គ្នាដល់ចាស់កោងខ្នងណាក៏ខ្ញុំញញឹមទាំងឈឺចាប់ក្នុងចិត្តចង់យំណាស់សម្បត្តិមួយនេះមានឥទ្ធិពលមែនទែនមិនត្រឹមតែអញ្ជើញខ្ញុំចូលរួមពិធីភ្ជាប់ពាក្យមុទិតាទេថែមទាំងអញ្ជើញភាពឈឺចាប់និងទឹកភ្នែកមកទៀតផងអរគុណចុះរឿងដែលមេត្តាចង់ប្រាប់ខ្ញុំទទួលបានអាហារូបករណ៍ 100% ហើយឌីនាងញញឹមបំរុងនិយាយតែម៉ូតូមួយគ្រឿងមកឈប់មុខពួកយើងខ្ញុំទើបចាប់អារម្មណ៍ថាមុទិតាមិនបានជិះម៉ូតូមកខ្ញុំលាសិនហើយប្រញាប់បន្តិចមុទិតានិយាយរួចឡើងជិះម៉ូតូពីក្រោយភារៈកន្លងមកពួកគេមានចិត្តលើគ្នាហេតុអ្វីខ្ញុំមិនដឹងគូដណ្ដឹងដ៏ស័ក្តិសមបានងាកមកញញឹមដាក់ខ្ញុំទាំងពីរនាក់រួចបើកម៉ូតូចេញទៅខ្ញុំញញឹមទាំងហូរទឹកភ្នែកពេលពួកគេចេញផុតខ្ញុំស្រឡាញ់មុទិតាហើយចុងក្រោយមិនអាចនិយាយពាក្យថាស្រឡាញ់បានព្រោះនាងបានហុចសម្បត្តិអញ្ជើញទៅភ្ជាប់ពាក្យចុងក្រោយខ្ញុំបានត្រឹមយកសម្បត្តិទៅផ្ទះវិញទាំងឈឺចាប់ខកចិត្តដែលមុទិតាស្រឡាញ់អ្នកផ្សេងសភាពខ្ញុំដូចជាឈុនអីចឹងឈឺចាប់ខ្លាំងប៉ុន្តែមិនបានស្អប់មនុស្សដែលយើងស្រឡាញ់បិទយើងមានសិទ្ធិស្រឡាញ់គេហើយគេក៏មានសិទ្ធិបដិសេធយើងគេមិនបានខុសទេចប់រឿងសុំបុត្រអញ្ជើញទឹកភ្នែកបានមកដល់ទីបញ្ចប់ហើយក៏សូមអរគុណទឹកចិត្តប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់រឿងប្រឡោមលោករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមទឹកចិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរសូមជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីនឹងទទួលបាននូវវីដេអូថ្មីៗទៀតនៅពេលក្រោយសូមអរគុណសូមជម្រាបលា